បាទជំរាបសួរអ្នកទាំងអស់គ្នាក៏ដូចជាសួស្តីកូនថ្នាក់ទី12បាទថ្ងៃនេះលោកគ្រូមានលំហាត់អេលីបមួយបាទលំហាត់អេលីបនេះគឺជាប្រភេទលំហាត់មួយដែលកូនថ្នាក់សង្គមក៏ត្រូវកូនថ្នាក់វិទ្យាសាស្ត្រក៏ត្រូវបាទដូច្នេះសូមកូនតាមដានជាមួយនឹងលោកគ្រូទាំងអស់គ្នានៅលំហាត់អេលីបនេះបាទចេះជាដំបូងកូនត្រូវអានប្រធានជាមួយលោកគ្រូសិនបាទឆ្នេះអេលីបមួយមានផ្ចិតដែលមានផ្ចិត A មានកអរណេ1 2កំណុំ F1 មានកអរណេ1ដកឬ5ហើយនឹងដក2និងកំណុំ F2 1បូកឬ5ដក2ហើយអតូចមានប្រវែងស្មើនឹង4ឯកតាបាទសំណួរកគេឲ្យយើងរកសមីការស្តង់ដារនៃអេលីបសំណួរខរកកអរណេកំពូលរួចសង់អេលីបបាទឆេះតកតងទៅនឹងអេលីបនេះការចេញប្រឡងបាក់ឌុបបាទចេញប្រឡងបាក់ឌុបគឺមានភាពញឹកញាប់ខ្លាំងបាទចេះសូមកូនយកចិត្តទុកដាក់នៅលំហាត់នេះទាំងសង់ទាំងអីហ្នឹងយើងភាគច្រើនយើងបាន10បន្ទុកដែរបាទហើយ10បន្ទុកគឺមានតម្លៃខ្ពស់គ្រាន់ដែរកូនបាទដូច្នេះកូនត្រូវយកចិត្តទុកដាក់ចេះដើម្បីសរសេរសមីការស្តង់ដារអេលីបទី1កូនត្រូវកំណត់ថាអេលីបរបស់យើងមានអធំឈរឬក៏អធំដេកនៅក្នុងកម្មវិធីថ្នាក់ទី12យើងអេលីបរបស់យើងមានតែ2ទម្រង់ទេទី1គឺសម្រាប់អធំឈរហើយនិងមួយទៀតសម្រាប់អធំដេកបាទចេះកូនត្រូវកំណត់ឲ្យច្បាស់នៅកន្លែងហ្នឹងបាទឆ្នេះមួយទៀតកូនត្រូវដឹងថាកំណុំទាំងពីរកំពូលទាំងពីរបាទគឺស្ថិតនៅលើអធំកំណុំទាំងពីរនិងកំពូលទាំងពីរស្ថិតនៅលើអធំឆ្នេះកូនត្រូវពិនិត្យមើលថាបើគេឲ្យសមត្ថកម្មយើងមកជាកំណុំយើងត្រូវដឹងថាកំណុំហ្នឹងវាស្ថិតនៅលើបន្ទាត់អីបន្ទាត់ឈរឬក៏បន្ទាត់ដេកច្នេះកូនអាចចំណាំបានបាទកូនអាចចំណាំបាននៅក្នុងករណីដែលកូនដឹងថាវាស្ថិតនៅលើបន្ទាត់ដេកមានន័យថាអេលីបយើងមានអធំដេកបើវាស្ថិតនៅលើបន្ទាត់ឈរអេលីបយើងមានអធំឈរបាទចេះកូនមកតាមដានជាមួយលោកគ្រូទាំងអស់គ្នានៅក្នុងកន្លែងនេះចេះលោកគ្រូដាក់សំណួរចម្លើយបាទចេះលោកគ្រូដាក់ចម្លើយបាទចម្លើយយើងបានសំណួរកបាទសំណួរកនេះលោកគ្រូដាក់ថារកសមីការស្តង់ដាររកសមីការស្តង់ដាអេលីបបាទអេលីបបាទចេះនៅក្នុងករណីនេះតាមរយៈសមត្ថកម្មរបស់យើងនេះកូនឃើញតាមរយៈសមត្ថកម្មរបស់យើងអានេះដក2ទេកូនបាទដក2បាទចេះតាមរយៈសមត្ថកម្មយើងឃើញថាផ្ចិតរបស់យើងផ្ចិតអេលីបរបស់យើងមានកូអរណេវាគឺ1ហើយដក2កំណុំទាំងពីរក៏មានy របស់វាសុទ្ធតែដក2ទាំងអស់ដូច្នេះកន្លែងនេះហើយដែលបញ្ជាក់ថាអេលីបរបស់យើងហ្នឹងគឺជាអេលីបដែលមានអធំដេកព្រោះបន្ទាត់ y ស្មើដក2ហ្នឹងគឺជាបន្ទាត់ដេកចេះលោកគ្រូនឹងបញ្ជាក់ថាដោយអេលីបនេះដោយអេលីបរបស់យើងនេះបាទអេលីបនេះមានផ្ចិតបាទមានផ្ចិតនេះលោកគ្រូបញ្ជាក់បាទមានផ្ចិតA របស់យើងមានកអរណេ x1 y ដក2កូនកែផងបាទអានោះមិញយើងខ្វះនឹងកំណុំបាទចេះលោកគ្រូបញ្ជាក់អំពីកំណុំទាំងពីរហ្នឹងគឺ F1 មានកអរណេ1ដកឬការ៉េនៃ5ក្បៀសដក2និង F2 បាទ F2 របស់យើងនេះមានកអរណេ1បូកឬការ៉េនៃ5ក្បៀសហើយនឹងដក2ចេះអានឹងមានអីមាន y នេះចេះកូនបញ្ជាក់ថាមាន y ស្មើនឹងដក2នេះថេបាទចេះ2ហ្នឹងកូនអាចពិនិត្យមើលទៅជួនកាលមាន x ថេជួនកាលមាន y ថេរបស់យើងនេះមាន y ស្មើដក2ថេគឺដូចគ្នានេះឃើញទេបាទចេះបានន័យថា y ស្មើដក2នេះវាជាបន្ទាត់ដេកដូច្នេះកន្លែងនេះលោកគ្រូសន្និដ្ឋានបានហើយនោះអេលីបរបស់យើងនេះនោះអេលីបមានអធំដេកបាទអេលីបមានអធំដេកបាទចេះបើអេលីបមានអធំដេកកូនអាចកំណត់សមីការស្តង់ដាររបស់អេលីបបានហើយចេះកន្លែងនេះលោកគ្រូនឹងសរសេរសមីការស្តង់ដាបាទសមីការស្តង់ដាអេលីបបាទចេះសមីការស្តង់ដាអេលីបកូននឹងអាចសរសេរបានហើយចេះរូបមន្តរបស់យើងគឺសម្រាប់សមីការស្តង់ដាអេលីបដែលមានផ្ចិតផ្សេងពីគោលតម្រុយចេះរូបមន្តយើងគឺស្មើនឹង x ដកហាស់លើកជាការ៉េលើ a ការ៉េបូក y ដកkលើកជាការ៉េលើ b ការ៉េស្មើនឹង1បាទចេះនេះគឺជាសមីការស្តង់ដាអេលីបដែលមានអធំដេកបាទហើយផ្ចិតខុសពីគោលតម្រុយចេះអ្វីដែលកូនត្រូវរកទៀតកូនត្រូវរកហាស់រកការក a និងរក b ចេះកូនត្រូវរកអា4នឹងឲ្យឃើញមកបាទសួរថាអា4នឹងបានមកពីណា
ទី1 HK នេះគឺជាករណីផ្ចិតនេះចឹងកូនអាចបញ្ជាក់ដោយផ្ចិត A របស់យើងនេះបាទផ្ចិត A ឬក៏ផ្ចិត E បាទរបស់យើងនេះផ្ចិត A មានករណី HK បាទ HK របស់យើងនេះ A របស់យើងមានករណី1ដកបាទ1ហើយនឹងដក2នេះ1នឹងដក2ចេះបានន័យថាចំណុច2ហ្នឹងគឺជាចំណុចតែមួយចេះបើចំណុចតែមួយកន្លែងនេះលោកគ្រូនឹងអាចសន្និដ្ឋានបាននេះតែកូនអាចទាញបានហាស្មើ1ការស្មើនឹងដក2ចេះអា2នេះយើងរកឃើញបាទ2នឹងយើងរកឃើញតែយើងនៅតែរ2ទៀតគឺរ A និងរ B កុំភ្លេចនៅសមត្ថកម្មមួយទៀតនេះអតូចមានប្រវែងស្មើនឹង4ឯកតាចេះលោកគ្រូនឹងនិយាយថាប្រវែងអតូចនេះបាទប្រវែងអតូចចេះប្រវែងអតូចរបស់យើងនេះប្រវែងអតូចនេះនៅក្នុងរូបរបស់ ellipse ប្រវែងអតូចស្មើនឹង 2b ប្រវែងអធំស្មើនឹង 2a ចេះពីកន្លែងនេះកូនអាចរក b បានចេះយើងបាន 2b ស្មើនឹង4ចេះគ្រូបាន b របស់យើងស្មើនឹង4លើ2ដែលស្មើនឹង2ចេះកូនរកឃើញ b មួយទៀតហើយបាទរកឃើញ b មួយទៀតទំនាក់ទំនងពិសេសមួយទៀតបាទទំនាក់ទំនងពិសេសមួយទៀតដើម្បីឈានទៅរក A ក៏ប៉ុន្តែមុននឹងរក A ឃើញកូនត្រូវយកសមត្ថកម្មគំនុំមកប្រើមួយទៀតសិនចឹងលោកគ្រូនឹងយកសមត្ថកម្មគំនុំបាទគំនុំរបស់យើងនេះដែលមានកអរណេលោកគ្រូយកកអរណេនេះសម្រាប់រូបមន្តបូកបាទ1បូកឬ5សម្រាប់បូក1ដកឬ5សម្រាប់រូបមន្តដកឆ្នេះលោកគ្រូយក F លើចុះ F2 មានកអរណេហាស់បូក C ហើយនឹងការនេះហាស់បូក C ការចេះហាស់បូក C ការរបស់យើងស្មើប៉ុន្មានកូន F លើរបស់យើងស្មើនឹង1ដកឬការ៉េនៃ5គ្រាហើយនឹងដក2 1បូកអានេះបូកបាទ1បូកឬការ៉េនៃ5ហើយនឹងដក2ចេះលោកគ្រូយក F លើចេះកន្លែងនេះលោកគ្រូនឹងផ្ទឹមបានហាស់បូក C នេះកូនផ្ទឹមនេះមកហាស់បូក C ស្មើនឹង1បូកឬការ៉េនៃ5ការមិនបាច់យកមកទេដោយសារអីដោយសារតែតម្លៃការគឺយើងរកឃើញរួចហើយចេះលោកគ្រូឃើញថាហាស់របស់យើងមិនរកឃើញហើយគឺស្មើ1ចឹងគ្រូបាន1បូក C ស្មើ1បូកឬការ៉េនៃ5មួយនេះអស់ចេះយើងបាន C ស្មើឬការ៉េនៃ5កុំភ្លេចទំនាក់ទំនងពិសេសមួយទៀតតែបាទតែ C ការ៉េរបស់យើងនេះស្មើនឹង A ការ៉េដកឲ្យ B ការ៉េបាទឆ្នេះទំនាក់ទំនងពិសេសរបស់យើងគឺ C ការ៉េស្មើនឹង A ការ៉េដក B ការ៉េតែកូននឹងបោះលោកគ្រូនឹងបោះរក A ការ៉េនាំឲ្យគេបាន A ការ៉េតែកូនបោះនេះទៅស្មើនឹង B ការ៉េបូកឲ្យ C ការ៉េដូច្នេះកូនរកទៅឃើញប្រមាណហើយបាទដូច្នេះនៅក្នុងករណីនេះយើងឃើញថា B របស់យើងប្រមាណ B របស់យើង2បាទ2ការ៉េបូកឲ្យឬ5ចឹងលោកគ្រូបានឬ5លើកជាការ៉េដូច្នេះយើងឃើញអានេះ4នេះ5បាន9ចេះនាំមកគេបាន A របស់យើងស្មើនឹង3បាទ A របស់យើងស្មើនឹង3ច្នេះធាតុទាំងអស់យើងបានរកឃើញហើយដូច្នេះកូនអាចជួសឡើងវិញទៅចេះកូនអាចសន្និដ្ឋានថាដូច្នេះសមីការស្តង់ដារ ellipse របស់យើងលោកគ្រូបាន x ដកហាស់នេះកូនយកមកជួសកន្លែងនេះហាស់របស់យើង1 x ដកហាស់លើកជាការ៉េលើ A ការ៉េលើ9បូកឲ្យ y ដកការរបស់យើងដក2ទៅជាបូក2វិញលើកជាការ៉េលើ B របស់យើងបាទ B ការ៉េគ្រូបាន4ស្មើនឹង1នេះឯងគេហៅថាសមីការស្តង់ដាររបស់ ellipse បាទចេះកូនឃើញថាសមីការស្តង់ដាររបស់ ellipse យើងបានរកឃើញហើយចំណុចបន្តមកទៀតកូនត្រូវចូលដល់សំណួរទី2រកកូអរណេកំពូលបាទចេះយើងនឹងរកកូអរណេកំពូលបាទចេះកន្លែងនេះលោកគ្រូលុបបានហើយដោយសារយើងប្រើប្រាស់រួចអស់ហើយចេះចំណុចបន្តមកទៀតរកកូអរណេកំពូលរកកូអរណេកំពូលបាទឆ្នេះយើងនឹងរកមួយទៀតសំណួរខរកកូអរណេកំពូលខរកកូអរណេកំពូលបាទចេះជាទូទៅកំពូលយើងតាំងវេបាទដូច្នេះនេះក៏ជារូបមន្តដែរកូនត្រូវចាំជារូបមន្តចេះលោកគ្រូនឹងបានទី1វេអងបាទវេ1ស្មើនឹងហាស់បូក A ហើយនឹងការបាទចេះកូនជួសទៅហាស់បូក A លោកគេបានវេអងប្រហែលកូនហាស់ហើយណាហាស់របស់យើង1ហាស់1 A របស់យើងស្មើនឹង3ហើយ1បូក3បាន4ចេះលោកគ្រូបាន4ហើយនឹងដក4ដក2នេះ1បាទវេមួយទៀតវេ2ចេះលោកគ្រូបានហាស់ដក A ហើយនឹងការចេះនាំមកគេបានវេ2របស់យើងកូនដកទៅហាស់ដក A 1ដក3សល់ដក2ចេះនេះដក2ដក2នេះគឺជាកូអរណេកំពូលដែលគេត្រូវសួររកបាទហើយគេសួររកបន្តមកទៀត
អ្វីដែលយើងត្រូវធ្វើទៀតគឺសង់ ellipse នេះបាទសង់ ellipse បាទសង់ ellipse បាទចេះដើម្បីសង់ ellipse កូនត្រូវគូតម្រុយ coordinate មួយបាទគូតម្រុយ coordinate បាទក្រោយពីគូតម្រុយ coordinate ហើយកូនដៅផ្ចិតវាសិនបាទដៅផ្ចិតសិនចេះលោកគ្រូនឹងណែនាំឲ្យសង់បាទចេះលោកគ្រូនឹងសង់គូ coordinate មួយសិនបាទតម្រុយ coordinate របស់យើងតែកូនមើលកន្លែងហ្នឹងហើយលោកគ្រូនឹងចាប់ផ្ដើមក្រិតបាទក្រិតនេះលោកគ្រូបាន ax' ox ox អានេះ y' oy oy បាទ y' oy អីចឹងទៅឆ្នេះអ្វីដែលលោកគ្រូត្រូវដៅគឺលោកគ្រូក្រិតសិនបាទកូនក្រិតឲ្យស្មើគ្នាបាទក្រិតឲ្យស្មើបើកូនក្រិតអត់ស្មើទេវានឹងមានបញ្ហាហើយចេះពេលប្រឡងកូនក្រិតវាទៅក្រិតឲ្យស្មើបាទខាងលើនេះអត់មានទេទី1នៅក្នុងការសង់ ellipse ដើម្បីសង់ ellipse កូនត្រូវសង់ផ្ចិតដៅផ្ចិតវាសិននេះផ្ចិតA របស់យើង x1 y ដក2ចេះកូនដៅចំណុច x1 y ដក2នេះនៅកន្លែងនេះកូននេះបាទនេះគឺជាផ្ចិតរបស់ ellipse បាទផ្ចិត ellipse របស់យើង x1 y ដក2បាទបន្តមកទៀតដោយសារតែលំហាត់របស់យើងគេឲ្យរកកម្ពូលរួចហើយតែបើគេរកកម្ពូលរួចហើយកូនដៅកម្ពូលនឹងមកកម្ពូលទី1នេះគឺ4ហើយនឹងដក2ហើយ x4 អានេះ1 2 3 4 x4 y ដក2នេះឃើញទេកូនឃើញយ៉ាងនេះនៅលើបន្ទាត់ដេកហើយបាទនេះ v1 មួយទៀតកូនអាចបើលេខវាអត់គាត់ទេកូនអាចចាក់លេខឈានពីខាងនេះមកខាងនេះមកយើងបានកម្ពូលមួយទៀតដោយសារតែកម្ពូលបានន័យថាវានៅចម្ងាយ a ឯកតាពីផ្ចិតបាទកម្ពូលស្ថិតនៅចម្ងាយ a ឯកតាពីផ្ចិតចឹងកូនប៉ុន្តែយើងមានហើយដូច្នេះកូនអាចដៅ coordinate ចំណុចនេះយកទៅម្ដងបាននេះបាទចេះបានន័យថានេះគឺជាកម្ពូលមួយទៀតគឺ v2 បាទellipse របស់យើងមាននៅប្រសពរវាង ellipse ហើយនិងអតូចបាទប្រសពរវាង ellipse និងអតូចដោយសារអតូចរបស់យើងស្មើនឹង4ឯកតាដូច្នេះ b របស់យើងឃើញ2ចេះ b ឃើញ2មានន័យថាពីផ្ចិតទៅខាងលើ2ឯកតាដូច្នេះកូនវាស់រាប់នេះទៅនេះ1ឯកតានេះ2ឯកតាដូច្នេះបានន័យថា ellipse យើងកាត់កន្លែងនេះមួយទៀតអាហ្នឹងគេហៅប្រសពរវាង ellipse ជាមួយអតូចកូនរាប់ទៅចុះទៅក្រោមដូចគ្នាដែរបាទចុះទៅក្រោមលោកគ្រូមកដល់ដក4នេះកន្លែងនេះបានមួយទៀតនេះ ellipse របស់យើងកាត់ត្រង់កន្លែងនេះមួយ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 ចេះកូនត្រូវយកឧបករណ៍មកគូ ellipse បាទកូនត្រូវយកឧបករណ៍មកគូ ellipse មានសម្ភារៈច្រើននៅក្នុងការគូ ellipse ដូច្នេះកូនត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពចេះនៅកន្លែងនេះលោកគ្រូនឹងយកបាទកន្លែងនេះលោកគ្រូនឹងយកប៉ារ៉ាបូលគូឲ្យកូនមើលចេះដោយសារតែយើងអត់មានដូច្នេះកូនត្រូវដាក់ប៉ារ៉ាបូលយើងហ្នឹងហើយដាក់4ដងកូនដាក់4ដងអញ្ចឹងមកបាទចេះលោកគ្រូនឹងសេរីថែមតិចទៀតកូនដាក់អញ្ចេះម្ដងបាទឥឡូវមើលតិចសិនដាក់ខាងនេះម្ដងអញ្ចឹងទៅហើយកូនដាក់មកខាងនេះម្ដងទៀតបាទដាក់មួយកណាត់សិនទេណាកូនណាអត់មានមកដាក់ដែរម្ដងទាំងអស់ទេបាទខាងនេះមួយទៀតកូនដាក់ចេះមួយទៀតបាទដាក់ចេះមួយទៀតហើយយើងក្លាប់ខាងនេះមួយទៀតចេះមានន័យថាយើងនឹងបាន ellipse របស់យើងដែលអាចគូបានដែរដែលអាចប្រើការបានដូច្នេះវាមិនស្អាតប្រហែលទេប៉ុន្តែអាចយកជាការបានចេះកន្លែងនេះលោកគ្រូនឹងគូដៃឲ្យមើលសិនបាទនេះ ellipse របស់យើងបាទចេះកូនគូអញ្ចឹងមកបាទខាងនេះមួយទៀតដូចគ្នាដែរបាទនេះគឺជារូប ellipse របស់យើងហើយបាទដូច្នេះកូនអ្វីដែលលោកគ្រូបានប្រាប់មិញនៅក្នុងកណ្ដាលកូនគូឲ្យបានត្រឹមត្រូវមកបាទតែលោកគ្រូគូដៃយកប៉ុណ្ណឹងហើយសេរីខាងក្រោមនេះបន្តិចទៀតស្អាតហើយបាទប៉ុន្តែកូនគូពេលប្រឡងគូឲ្យបានត្រឹមត្រូវបាទបានស្អាតបាទសំខាន់កុំឲ្យកូនគូ ellipse ចេញរូបចតុកោណស្មើបាទចេះកូនដាក់ឲ្យវាកោងឲ្យវាប៉ះវាអីត្រឹមត្រូវចឹងមកចេះកូនឃើញថានេះគឺជា ellipse ដែលយើងបានគូបាទដូច្នេះនៅថ្ងៃនេះលោកគ្រូពំនាំនៅលំហាត់ថ្មីមួយគឺសម្រាប់ផ្នែកធូរនិមិត្តចំពោះកោនិកដូច្នេះដែលយើងហៅថា ellipse ដូច្នេះសង្ឃឹមថាកូននឹងអាចតាមទាន់នៅសមីការស្តង់ដាររបស់ ellipse ដែលមានអាធំដេកក៏ដូចជារបៀបនៅក្នុងការ
សង់អេលីបបាទដូច្នេះដើម្បីសង់អេលីបបានគេត្រូវស្គាល់ទី1ផ្ចិតកូនដៅផ្ចិតសិនទី2កូនត្រូវដៅកំពូលបាទកំពូលទាំងពីរយើងស្គាល់យើងដៅកំពូលទី3កូនត្រូវដឹងថាចម្ងាយឬក៏យើងនិយាយថាប្រសពរវាងអេលីបជាមួយនឹងអាតូចដូច្នេះកូនត្រូវរកចំណុច2នឹងឲ្យឃើញទៀតជាមួយនឹងកំពូលនឹងមកបាន4ចំណុចហ្នឹងកូនអាចសង់បានហើយបាទដាក់រង្វង់ពងកពើរបស់យើងឬក៏ដាក់ឧបករណ៍ផ្សេងធ្វើម៉េចឲ្យអេលីបរបស់យើងគឺជាអេលីបមួយដែលមើលទៅស្អាតមិនមែនជាអេលីបដែលមានរាងជាចតុកោណស្មើទេបាទដូច្នេះនៅ clip វីដេអូនេះលោកគ្រូមានប៉ុណ្ណឹងហើយសូមអរគុណអ្នកទាំងអស់គ្នាក៏ដូចជាកូនសូមជម្រាបលាបាទ